នេះនាំមិត្តភ័ក្តិមកដើរញ៉ាំអីឆ្ងាញ់ៗប្លែកៗនៅសង្ក្រាន្តម្ដងនិយាយទៅកុំឲ្យថាចិត្តចូលឆ្នាំខ្មែរហើយគេធ្វើបុណ្យភូមិធ្វើសង្ក្រាន្តគ្រប់ទិសទីអត់ដែលបានទៅណាអញ្ចឹងទៅសម្រាប់ថាថ្ងៃនេះត្រូវជិះកាត់តាមជីម៉ុង271 Mega Mall ដល់ពេលអញ្ចឹងទៅក៏ឈៀងចូលមកលេងគេបន្តិចទៅជ្រុលជិះកាត់ហើយយីមែនបងប្អូននៅនេះហ่าសបោរបស់លក់ខ្លាំងមែនតើហ្មងហើយអ្វីដែលសំខាន់ណាគ្រឿងប្រើប្រាស់ក៏មានម្ហូបអាហារក៏មាននិយាយទៅមានច្រើនម៉ូតច្រើនម៉ាក់មែនតើហើយដើរក្តៅហត់ញ៉ាំអីឆ្ងាញ់អញ្ចឹងដាក់អាយទៀតមកគឺកាន់តែឆ្ងាញ់តែបើញ៉ាំមកកុំភ្លេចមើលកម្របដបផងដោយសារតែអាយមានរង្វាន់រហូតដល់$5,555រង្វាន់ Toyota Rai យីទៅមានរង្វាន់ផ្សេងទៀតជាច្រើនអ្នកទាំងគ្នាអញ្ចឹងបើញ៉ាំមកកុំភ្លេចមើលកម្របដបផងស្រួលឈ្នះ Toyota Rai មួយជិះទៅចូលឆ្នាំអញ្ចឹងណានេះគ្រាន់តែដើរចូលមកដល់ខ្លោងទ្វារអត់មានទាន់ចូលធ្វើកន្លែងគេលេងសុបពេលមានកន្លែងឲ្យលេងបាទអ្នកទាំងគ្នានេះគឺមកបបលកង់រកគូព្រេងអញ្ចឹងណាហើយអានេះគេមានច្រើនម៉ូតច្រើនម៉ាក់មែនតើគេមានបបលហៅគូព្រេងអញ្ចឹងនឹងថាគូព្រេងឆ្នាំអីហើយមានបបលសុំលៀបសុំជ័យចាក់កំពីទៀតទៅមានច្រើនម៉ូតមែនតើអ្នកទាំងគ្នាចូលមកគឺថាចាក់កំពីបានសាពាកជូនពោព្រោះគួរចង់ស្ដាប់អីចឹងណាហើយបន្ទាប់ពីចាក់កំពីបបលកង់អីហើយក៏ដើរហួសតទៀតទៅមើលគេវាយក្អមអីចឹងព្រោះដោយសារតែនៅបនភូមិគេហ្នឹងគឺមានលបែងប្រជាប្រិយខ្មែរច្រើនមែនតើហ្មងយើងទៅដល់អាចចូលលេងមួយគេបានអីចឹងណាដោយការលេងវាយក្អមនេះអញ្ចឹងទិញក្អមមួយតែ$5,500រៀលទេតែរង្វាន់វិញមានច្រើនណាមានកតាបមានកតាជាច្រើនហើយជា Ice Cola ហើយនៅក្នុង Ice Cola ហ្នឹងនៅពេលដែលយកទៅមានឱកាសឈ្នះរង្វាន់$5ឬក៏$55ទៀតបន្ទាប់ពីដើរមើលគេលេងល្បែងប្រជាប្រិយហើយក៏នាំគ្នាមកថតរូបជាមួយនឹង boot activation របស់គេព្រោះដោយសារតែគេមានដាក់តាំង boot ច្រើនមែនតើតទៅនឹង boot របស់ប្រដាក់នៅក្នុងហ្នឹងណាតើគ្នានិយាយទៅគឺមានកន្លែងថតរូបស្អាតច្រើនមែនតើហ្មងទាំងក្នុងទាំងក្រៅគឺសិតតែអាចថតរូបបានទាំងអស់ហើយយីមែនដើរអត់ហត់ទេព្រោះដោយសារតែកន្លែងលេងច្រើនហើយស្អាតទៀតដល់ពេលអញ្ចឹងទៅគឺអត់ហត់តែម្ដងហើយបន្ទាប់ពីលេងនៅក្រៅរៀងឆ្អែតឆ្អន់ហើយក៏ចូលមកខាងក្នុងក៏គេមានស្តង់ច្រើនដែរគេមានលក់ផលិតផលខ្មែរជាច្រើនមែនតើហ្មងមានកាម៉ាមានហូមានរបស់ឆ្លាក់ធ្វើពីដៃទៅគឺមានច្រើនមុខមែនតើហ្មងអ្នកទាំងគ្នាសូម្បីតែផ្លែឈើខ្មែរអីក៏ត្រូវបានយកមកតាំងនៅទីនេះដែរណែគ្រឿងប្រាក់គ្រឿងអីណាណៃគឺមានគ្រប់សពហ្មងសូម្បីតែកាបូបប្រាក់កាបូបអីក៏មានដែរអ្នកទាំងគ្នាត្រូវទៅញ៉ាំការចូលចិត្តក្បាច់បុរាណកបោបអីចឹងអាចមកទិញបានហើយមានការរៀបចំធ្វើឲ្យយើងមានអារម្មណ៍ថាដូចកំពុងតែនៅស្រុកនៅតាមខេត្តមានដើមត្នោតមានអីចឹងមានស្បូវមានអីចឹងអ្នកទាំងគ្នាមកទៅតំណងខ្លាំងមែនតើហើយពួកខ្ញុំនេះនិយាយពីថាដើរលេងខាងក្នុងឆ្អែតឆ្អន់ហើយក៏ចេញមកខាងក្រៅដើម្បីរកអីញ៉ាំតិចតួចមុនពេលទៅផ្ទះវិញអីចឹងណាហើយដំបូងគេបង្អស់ហ្នឹងគឺទៅរក ice នឹងឯងដើម្បីមកញ៉ាំដើម្បីឲ្យ refresh ដើម្បីដើរទៅមុខបន្តទៀតចឹងណានិយាយទៅគាត់ទៅបឺតមកគ្រូក៏គឺ refresh ហ្មងយីមែនញ៉ាំមួយម្ហូបអីក៏ឆ្ងាញ់ដែរហើយបន្ទាប់ពីទិញ drink ហើយក៏ដើរមកភ្លក់ម្ហូប 3-4 មុខដែលសារតែឃ្លានដែរដើរមួយថ្ងៃអត់បានញ៉ាំអីអ្នកទាំងគ្នាហើយនៅខាងមុខហ្នឹងមានស្តង់ម្ហូបអាហារជាច្រើនមែនតើហ្មងយើងចង់ញ៉ាំអីគាត់ទៅចេញមកខាងមុខហ្នឹងគឺសិតតែរបស់ញ៉ាំហ្មងយីមែនអ្នកទាំងគ្នាខ្ញុំនេះនិយាយថាជាមួយមិត្តភ័ក្តិគឺថាលៀងតែម្ដងគឺទិញយកហ្មងគាត់តែសាច់ក្រកវិញគឺមានគ្រប់ម៉ូតគ្រប់ម៉ាកញ៉ាំពី1ម៉ូតចូល1ម៉ូតនិយាយទៅគឺញ៉ាំម្ចាស់ដៃហ្មងយីមែនក៏ជាយូរមកម្ដងហើយអញ្ចឹងកុំឲ្យខាតគឺថាញ៉ាំមកឈ្នះដៃតែម្ដងទៅនេះមើលតែមាត់មិត្តភក្តិខ្ញុំទៅដឹងហើយគឺថាញ៉ាំអត់មានតម្លាក់នំតម្លាក់អីចោះហ្មងហើយដល់ពេលហើយកលេចឃើញអានំកាក់នេះអ្នកទាំងគ្នានំកាក់ហ្នឹងគឺគេល្បីខ្លាំងមែនតើកាលពីមុនអានំកាក់អូស cheese ហ្នឹងដល់ពេលហើយកាលពីមុនហ្នឹងអត់ដែរបានកំងទេទៅណាក៏ម្លងអាហ្នឹងដែរបានកំងស្រាប់តែពេលមកដល់ថ្ងៃនេះកលេចឃើញទៅមានលក់គឺថាកំងញ៉ាំភ្លាមឲ្យដឹងរសជាតិហ្មងណែគ្រាន់តែអូសមកគឺកាច់មកគឺឈីសឡើងតាយនៅក្នុងហ្នឹងហ្មងហើយឈីសគេដាក់ម្ដុំធំហ្មងហើយនំពីរហ្នឹងខ្ញុំទិញដូចជាអស់ដល់20000ទេធូរថ្លៃខ្លាំងមែនតើហ្មងអ្នកទាំងគ្នាហើយគេមានច្រើនរសជាតិមែនតើតែគ្រាន់តែថាយករសជាតិឈីសចឹងណាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាយអ្នកទាំងគ្នា